បាទសួស្តីដល់ប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះអេដមីនបានវិលត្រឡប់ជាមួយសាច់រឿងនិទានថ្មីម្ដងទៀតហើយសាច់រឿងឯហ្នឹងគឺបានពីអ៊ំប្រុសម្នាក់ដែលគាត់រស់នៅខាងខេត្តកំពង់ឆ្នាំងគឺរឿងម៉ែអាពូធំនិងកូនព្រាយអញ្ចឹងយើងចូលរីករាយស្ដាប់ជាមួយអេដមីនតែម្ដងទៅនៅក្នុងភូមិអន្លង់រាំងខេត្តកំពង់ឆ្នាំងមានព្រៃដ៏ស្ងាត់ជ្រងំមួយដែលគេហៅថាព្រៃអាបអ្នកភូមិតែងមិនហ៊ានដើរឆ្លងកាត់ព្រៃនោះទេនៅពេលយប់ព្រោះមានពាក្យចាស់ចាមអារាមថាអាបធ្មប់ពូធំនិងកូនព្រាយដែលរស់នៅក្នុងខ្ទមម្ចាស់នៅក្នុងព្រៃហ្នឹងណាគេនិយាយថាជាស្ត្រីដែលមានអំណាចជាអាបនិងកូននៅក្នុងផ្ទៃជាព្រាយដែលស្រែកឃ្លានឈាមមនុស្សរាល់យប់ងងឹតសម្លឹងសើចចម្រៀងនិងទូរស័ព្ទដៃនិងសត្វឆ្កែពន្លឺរបស់នាងតែងតែឲ្យឃើញដល់ភូមិឃើញគ្រប់គ្នាតែម្ដងជាតិជាយុវជនអាយុ22ឆ្នាំទើបតែមកស្នាក់នៅក្នុងភូមិអន្លង់រាំងហ្នឹងដើម្បីមកបង្រៀននៅសាលាក្នុងភូមិគេជាមនុស្សដែលមិនជឿរឿងមន្តអាគមនោះឡើយហើយតែងតែសើចចំអកនឹងរឿងរ៉ាវមន្តអាគមអាបធ្មប់ប៉ុន្តែយប់នោះគេបានកំពុងដើរត្រឡប់មកផ្ទះជាមួយមិត្តភ័ក្តិរបស់គេវិញគេក៏បានឮសំឡេងស្រែកយំនៅក្នុងព្រៃអាបដោយចិត្តចង់ជួបជាតិក៏បានប្រដាប់ទៅដោយភ្លើងពិលហើយក៏ដើរតាមសំឡេងនោះនៅពេលដើរទៅដល់ខ្ទមចាស់មួយដែលហ៊ុំព័ទ្ធទៅដោយដើមឈើធំជាតិបានឃើញស្ត្រីម្នាក់អង្គុយលើខ្ទមនាងមានពូធំខុសពីធម្មតាសក់វែងយ៉ាងរញ៉េរញ៉ៃនិងកែភ្នែកភ្លឺស្រអាប់ក្នុងភាពងងឹតនាងសម្លឹងមកមើលជាតិហើយសើចចំអកដោយសំឡេងស្រួលនឹងធ្វើឲ្យភ័យខ្លាចយ៉ាងខ្លាំងកូនខ្ញុំស្រែកឃ្លានឈាមនាងនិយាយមុនពេលសម្លឹងមកនោះបានបាត់មួយរយៈពេលជាតិបានរត់ចេញពីទីនោះដោយបេះដូងលោតញឹកញាប់យ៉ាងខ្លាំងមិនដឹងថាធ្វើយ៉ាងម៉េចនោះទេនៅថ្ងៃបន្ទាប់ជាតិបានទៅសួរអ្នកភូមិអំពីខ្ទមនោះលោកតាសាន់ជាអ្នកចាស់ទុំនៅក្នុងភូមិបានប្រាប់រឿងរ៉ាវនៃនាងស្រីដែលជាស្ត្រីមេម៉ាយកាលពីអាយុ25ឆ្នាំមុននាងជាស្រីមានផ្ទៃពោះប៉ុន្តែត្រូវគេបោះបង់ចោលទាំងម៉ែទាំងកូនជាធ្មប់ដោយសារតែនាងចូលចិត្តរស់នៅតែឯងនិងធ្វើឧបករណ៍ធម្មជាតិយប់មួយអ្នកភូមិខ្លះបានដុតខ្ទមរបស់នាងដោយជឿថានាងបានបណ្ដាសាកសិករនិងអ្នកភូមិឲ្យឈឺគ្រប់គ្នានាងជាស្រីនិងកូនក្នុងផ្ទៃពោះបានស្លាប់នៅក្នុងអគ្គិភ័យនោះចាប់ពីតាំងពីពេលនោះមកវិញ្ញាណរបស់នាងតែងតែលងបំលាញទៅដល់អ្នកភូមិគ្រប់គ្នាតែម្ដងដោយនាំមកភាពរន្ធត់ទៅដល់ដែលអ្នកហ៊ានចូលទៅព្រៃអាបជាតិមិនជឿទាំងស្រុងនោះទេប៉ុន្តែគេបានចាប់ផ្ដើមសម្គាល់ថាមានរឿងចម្លែកកើតឡើងរាល់យប់គេសុបិនឃើញស្ត្រីផ្ទៃពោះធំដែលគេមិនធ្លាប់ឃើញពីមុនមកហើយសំឡេងសើចនៅក្នុងផ្ទះពេលខ្លះគេឃើញស្នាមជើងដើរនៅក្រោមឥដ្ឋទោះបីគ្មានភ្លៀងធ្លាក់ក៏ដោយ
ស្នាមជើងរបស់គាត់ណាក៏បញ្ជាក់ឲ្យឃើញនោះឡើយជាតិបានសួរសំណួរអំពីគ្រូអាចារ្យភូមិឈ្មោះលោកគ្រូសុកគ្រូសុកបានប្រាប់ថាវិញ្ញាណរបស់នាងមិនមែនទៅណានោះឡើយនាងនៅតែក្នុងភូមិនោះទេមិនត្រូវបានបញ្ចប់គ្រូបានណែនាំឲ្យជាតិទៅស្វែងរកវត្តមួយដែលរស់នៅក្នុងខ្ទមកញ្ចាស់នឹងដើម្បីប្រើប្រាស់ក្នុងវិធីសែនជាតិទោះបីមិនស្គាល់ភូមិសាស្ត្រនឹងគ្រប់គ្រាន់ក៏ដោយក៏គាត់ណាស្វែងយល់អំពីអាបនោះដែរទាំងគាត់នឹងមិនជឿពីរឿងអូមអាមនោះឡើយគាត់តែងតែសួរអ្នកភូមិគ្រប់គ្នាថាមូលហេតុអីបានជាស្ត្រីពូធំហ្នឹងខ្លាចជាអាបហើយកូនហ្នឹងបានខ្លាចជាព្រាយហ្នឹងគឺជាព្រាយខ្លាទៀតបងប្អូនអរគ្នាគាត់សួរបណ្ដើដើរបណ្ដើសួរបណ្ដើដើរបណ្ដើទាំងភាពដែលគាត់ហ្នឹងมึงឆ្ងល់ខ្លាំងមែនទែននៅថ្ងៃបន្ទាប់ជាតិបានដើរទៅសួរអ្នកភូមិអំពីខ្ទមនោះគ្រប់គ្នាតែម្ដងជាតិនៅតែមិនស្ដាប់អ្នកភូមិគ្រប់គ្នានោះឡើយមិនជឿទាំងស្រុងនោះទេប៉ុន្តែគេក៏ចាប់ផ្ដើមសម្គាល់ថាមានរឿងចម្លែកដែលកាត់ឡើងជារៀងរាល់យប់ដល់ពេលដែលគេណាបានដេកក៏សបិនឃើញស្ត្រីពុធំដើរតាមគេហើយបានឮសំឡេងសើចនៅក្នុងផ្ទះនឹងពេលខ្លះគេបានឃើញស្នាមជើងដើរនៅក្រោមផ្ទះទោះបីគ្មានភ្លៀងធ្លាក់ក៏ដោយបញ្ជាក់ពីរឿងនេះជាតិបានសុំការអនុញ្ញាតពីគ្រូអាចារ្យដែលនៅក្នុងភូមិនឹងឈ្មោះលោកគ្រូសុកបានប្រាប់ថាវិញ្ញាណរបស់នាងមិនទាន់ទៅណានោះទេវិញ្ញាណរបស់នាងស្លាប់ដោយអណ័យអធមមិនត្រូវបានបញ្ចប់គ្រូបានណែនាំជាទៅស្វែងយល់អំពីក្នុងវត្តមួយដែលគេនៅខ្ទមកញ្ចាស់នឹងនាងបាននិយាយស្ដីជាមួយជាតិយ៉ាងស្រាលក៏ខ្លាចដែរក៏ត្រឡប់វិញដល់រូបរាងដ៏ខ្លាចហើយនឹងរន្ធត់នៅទីនោះគេបានឃើញជើងនិងកន្លែងដែលធ្លាប់ជារៀងរាល់យប់ហើយរកឃើញតំបន់ខ្លះតូចមួយចំនួនណាដែលកំណត់នៅទីកន្លែងដែលគេធ្លាប់បានឃើញនាងបានស្លាប់នៅក្នុងផ្ទះនឹងតែហាក់ដូចជាមិនសល់ស្លាកស្នាមអ្វីនោះឡើយជាតិក៏បានសម្រេចចិត្តថានឹងស្វែងយល់បន្ថែមណាមួយអ្នកភូមិគ្រប់គ្នាប្រាប់រឿងរ៉ាវនីមួយដូចជាមិនច្បាស់លាស់នោះទេអញ្ចឹងហើយជាតិក៏សម្រេចចិត្តថានឹងស្វែងយល់ដោយខ្លួនឯងគាត់បានចូលទៅក្នុងព្រៃអាបនឹងជាថាព្រៃមន្តអាគមឬថាព្រៃអាបព្រៃថ្មពូធំកូនព្រាយកូនគាត់ណាក៏បានប្តីគាត់ក៏រត់ចោលដោយសារតែអ្នកភូមិបន្ទោសពេកឈឺឆ្អាលទៅរឿងគ្រួសារគេពេកថាងហែងទៅយកអីម៉ែធ្មប់មកកូនគួយធ្មប់ដែរអញ្ចឹងហើយធ្វើឲ្យបរិសម្នាក់ហ្នឹងជឿលើសម្ដីទៅដល់អ្នកភូមិទាំងស្រុងតែម្ដងការពិតកូនរបស់គាត់មិនមែនជាកូនធ្មប់វាចេះមន្តអាគមនោះទេចេះតែម៉ែទេដោយសារតែម៉ែរបស់គាត់ធ្មប់ពោះធំដោយសារអ្វីឯងគឺដោយសារតែធ្វើអំពើទៅវិញទៅមកជាមួយគ្នាបានឲ្យគាត់មានជំងឺមួយជាពោះធំដូចជាអ្វីដែលយើងមិនធ្លាប់សង្កត់ដឹងបងប្អូនអ្នកគ្នាខ្លាចជាពោះធំទៅចំណែកកូនរបស់គាត់ត្រូវបានប្តីនឹងរត់ចោលដោយសារតែអ្នកភូមិបន្ទោសថាហើយខ្វះអីស្រីមកកណោមិនព្រមយកពីយកអីកូនស្រីធ្មប់ហ្នឹងហើយអាខ្លាចទេមែនអ្នកភូមិគ្រប់គ្នាគេនិយាយគ្រប់តែគ្នាតែម្ដងគ្មានអ្នកណាដែលចូលចិត្ត
នៅចិត្តនាងទេគេតែងតែភ័យព្រួយនាងក៏មានការអន់ចិត្តជាខ្លាំងដែរពេលអ្នកភូមិនិយាយចឹងពេលនោះប្តីគាត់ណាក៏បានរត់ទៅភូមិត្រឡប់ទៅវិញការលែងលះក៏បានសម្រេចនាងជាក្មេងស្រីម្នាក់ដ៏កំសត់ក៏បានឈឺស្កាត់ខ្លាំងមែនទែនគ្មាននរណាឪពើជាមួយនាងនោះទេសូម្បីតាយកទៅបន្ទីពេទ្យឬមួយឲ្យគ្រូខ្មែរមើលក៏គេមិនព្រមមើលនោះឡើយគាត់រើសអើមគេហើយពេទ្យមួយចំនួនក៏មិនចូលចិត្តនាងដែរគេថានាងចេះចុះអញ្ចឹងហើយគាត់បានរុញត្រឡប់មកវិញនៅខ្ទមកញ្ចាស់នៅកណ្ដាលព្រៃគាត់ក៏បានស្លាប់បាត់បង់អាយុជីវិតទៅតែម៉ែរបស់គាត់នៅទេបងប្អូនអរគ្នាម៉ែហើយកូនសពទៅកប់ក្នុងព្រៃកំផឹងរបស់ម៉ែឡើងកាចសាហាវតែម្ដងដោយសារតែបុរសជាប្តីមិនទទួលខុសត្រូវស្ដាប់តែអ្នកភូមិនិយាយមិនរកហេតុមិនរកផលបានធ្វើឲ្យកូនស្រីរបស់គាត់បាត់បង់អាយុជីវិតការគុំគួនរបស់មេធ្មប់នឹងតែងតែខឹងឡើងក៏ចាប់ដើមធ្វើអំពើអំព័ន្ធណាទៅលើបុរសម្នាក់នឹងដោយសារតែគាត់ដឹងពីខែឆ្នាំកំណើតការដែលគេធ្វើអំពើទៅគេថាចង់ធ្វើឲ្យផ្ដាច់តែម្ដងតែឫស្សីបុរសម្នាក់នឹងក៏ឡើងតដែតដែលគាត់ធ្វើមិនចូលតែពេលនោះគាត់រកវិធីសាស្ត្រផ្សេងដើម្បីឲ្យបុរសម្នាក់នឹងត្រឡប់មកវិញតែម៉ែគេខាងប្រុសគេក៏បានដឹងដែរថាស្ត្រីនឹងនឹងហៅកូនគេត្រឡប់ទៅវិញគេបានរកគ្រូមកកម្ចាត់មេធ្មប់នោះដែរតែកម្ចាត់អត់រួចទេដោយសារតែមេធ្មប់នឹងគាត់ចេះខ្លាំងពេកគាត់ចេះខ្លាំងណាស់មុនគុណរបស់គាត់មិនអាចទប់ទល់មួយគាត់បានទេម្ដាយក៏នាំកូនទៅបួសដើម្បីកាត់បន្ថយពីការចងអាឃាតពីមេធ្មប់នឹងតែការបួសរបស់គាត់ដូចជាបានរយៈពេលតែ8ខែនោះទេគាត់ក៏ចាប់បានឈឺជាប់ជារៀងរាល់ខែតែម្ដងទៅពេទ្យណាក៏ដោយពេទ្យរកជំងឺមិនឃើញទេបងប្អូនអរគ្នាថាប្អូនឈឺចេះមួយចុះមួយរកជំងឺមិនឃើញអញ្ចឹងណាក៏មករកគ្រូខ្មែរវិញថាកូនហ្នឹងគឺត្រូវអំពើរបស់គេហើយអំពើហ្នឹងគឺគេធ្វើឲ្យស្លាប់តែម្ដងតែឫស្សីកូនរបស់គាត់គឺវាឡើងខ្ពស់ពេកអញ្ចឹងហើយកូនរបស់គាត់ក៏ឈឺមួយរយៈពេលទៅមួយរយៈពេលក្រោយគាត់បានទៅរកគ្រូម្នាក់ដែលរស់នៅខាងកំពង់ស្ពឺក៏អាចដោះអំពើអំព័ន្ធចេញពីខ្លួនកូនប្រុសរបស់គាត់តែមេធ្មប់នឹងគាត់ដឹងដែរថាអំពើរបស់គាត់ដែលបានធ្វើទៅបរិសុទ្ធម្នាក់នឹងគេបានដោះហើយតែការព្យាយាមរបស់គាត់ដោយសារតែកូនស្រីរបស់គាត់ស្លាប់ដោយសារបរិសុទ្ធម្នាក់នឹងគាត់នៅតែធ្វើកំហឹងរបស់គាត់ឡើងទៅតែម្ដងដោយអំណាចដែលបាត់បង់កូនស្រីធ្វើឲ្យស្ត្រីមួយនឹងខឹងខ្លាំងមែនតែម្ដងបងប្អូនអរគ្នាគាត់បាននិយាយថាហែងដោះអំពើអញប៉ុណ្ណឹងហើយកុំតន់ត្រេកអរខ្លាំងពេកអញនឹងមានវិធីសាស្ត្រថ្មីដើម្បីធ្វើឲ្យហែងឈឺខ្លាំងជាងនឹងទៀតហើយធ្វើឲ្យពួកអហែងឲ្យអស់ទាំងទ្រព្យសម្បត្តិអស់ទាំងលុយកាក់អស់ទាំងដីអស់ទាំងស្នេហ៍អស់ទាំងផ្ទះលើកនឹងគាត់បានសូត្រមន្តអាគមអាគាថាដែលគ្រូធ្មប់នឹងចេះពីមុនមកតែធ្វើមិនត្រូវទេបងប្អូនអរគ្នាដោយសារតែបរិសុទ្ធម្នាក់នឹងបានតមតាមលោកគ្រូថានិយាយចេះមួយឲ្យតមគុំធ្វើនេះគុំធ្វើនោះធ្វើឲ្យស្ត្រីម្នាក់នឹងក៏ឡងទៅវិញក៏បានស្លាប់ទៅរឿងរ៉ាវមេធ្មប់គឺចប់តែប៉ុណ្្នឹងទេបងប្អូនអរគ្នាតែមានក៏មានរឿងស្អីរឿងថ្មីមួយទៀតដែរ
ព្រាយបងប្អូនរឿងព្រាយបំពេកូនអញ្ចឹងណាព្រាយបំពេកូននៅលើចុងឈើអញ្ចឹងយើងចូលសាច់រឿងយើងតែម្ដងទៅបើខ្វះខាតក្នុងកាយវិការដែលមានសំរុំសូមខន្តីអភ័យទោសពីបងប្អូនអរគ្នាផងព្រាយបំពេកូនលើចុងឈើរាល់យប់ដែលដល់ខែពេញបរមីមានកុមារយំនិងទូរស័ព្ទភ្លឺថ្លាខ្លាំងមែនទែនបងប្អូនអរគ្នាដែលធ្វើឲ្យអ្នកភូមិមិនហ៊ានដើរកាត់ទីនោះឡើយគេហៅថាវិញ្ញាណនេះថាវិញ្ញាណខ្មោចបំពេកូនហើយជឿថានាងនៅតែស្វែងរកដំណោះស្រាយដែលនាងបានស្លាប់សុភ័ណ្ឌជាក្មេងកសិករអាយុ25ឆ្នាំទើបរៀបការជាមួយប្រពន្ធឈ្មោះសុកពួកគេរស់នៅក្នុងផ្ទះតូចមួយនៅវាលស្រែមិនឆ្ងាយពីអ្នកភូមិនោះទេធម្មតាជាមនុស្សដែលមិនសូវជឿរឿងរ៉ាវខ្មោចប៉ុន្មាននោះឡើយប៉ុន្តែសុខាខ្លាចនៅពេលយប់ពេលឮសំឡេងបំពេកូនឡើងស្ងាត់ជ្រងំតែម្ដងយប់មួយអាពេលពីងធ្លាក់ខ្លាំងគេក៏បានត្រួតពិនិត្យស្រែរបស់គេក៏បានឮសំឡេងស្ត្រីម្នាក់ច្រៀងខ្សោយហាក់ដូចជាបំពេកូនកណ្ដាលចុងឈើអញ្ចឹងដោយចង់ដឹងថាជារឿងខ្មោចគឺរឿងអ្វីដែលគេមិនបានដឹងនៅទីនោះគាត់ក៏ស្វែងយល់ថាមិនអីទេដូចជាសំឡេងចាបសំឡេងបំពេកូននៅជិតខាងនោះឡើយអញ្ចឹងក៏គាត់ដើរបិទភ្លឺស្រែគាត់ធម្មតាទៅបងប្អូនអរគ្នានៅពេលដូចជារដងអញ្ចឹងពេលឃើញស្រមោលស្ត្រីដែលសក់វែងអង្គុយសណ្ដោកជើងដោយដៃកាន់កូនទីរុកមួយសម្លឹងមកចោតភ្នែកមកមើលនាងហើយនិយាយថាកូនខ្ញុំត្រជាក់មុនពេលសម្រាប់កូនដែលនាងធ្វើបានស្លាប់ភាពងងឹតនៅលើចុងឈើមានខ្សោយតែប៉ុណ្ណោះទេបងប្អូនអរគ្នាតែហាក់ដូចជាមានរឿងរ៉ាវមួយដែលលាក់កំបាំងទៅលើនាងអញ្ចឹងកាលពីដើមហេតុគិតតែការថ្មីថ្មោងអញ្ចឹងម៉ែឪក៏គាត់ចែកដីនៅកណ្ដាលវាលស្រែគាត់ក៏សង់ខ្ទមនៅកណ្ដាលស្រែមួយរស់នៅជាមួយប្តីប្រពន្ធអញ្ចឹងណាតែក្នុងភូមិក៏គាត់មានផ្ទះដែរតែវាឆ្ងាយពីស្រែចឹងហើយក៏គាត់ស្នាក់នៅជាមួយប្តីប្រពន្ធរបស់គាត់ទៅនៅកណ្ដាលវាលស្រែហ្នឹងដើម្បីធ្វើស្នេហ៍ធ្វើប្លុកធ្វើអីចឹងធ្វើដាំបន្លែដើម្បីដែលយើងអាចធ្វើបានពេលហ្នឹងហើយពេលយប់គាត់ចាប់ដើមដើរទៅមើលទឹកភ្លឺស្រែរបស់គាត់ណាតែនៅកន្លែងហ្នឹងក៏មានដើមឈើមួយដែរដើមឈើធំណាកន្លែងហ្នឹងគឺគេថាដើមឈើដូចជាដើមគ្រុងមកជិះបងប្អូនអរគ្នាវាធំខ្លាំងមែនទែនអប់3 4នាក់មិនជុំដើមឈើហ្នឹងគឺវាចាស់ឆ្នាំទៅហើយក៏មានអ្នកគេនៅនឹងដែរគាត់បានទៅមើលជាសពដូចជារដងដែរគាត់មើលបិទភ្លឺស្រែបិទជាមួយប្តីប្រពន្ធធ្វើស្រែធ្វើអីចឹងដំណាំដាំដុះរបស់គាត់នៅត្រៃហ្នឹងគឺល្អខ្លាំងមែនទែនគ្មានតែសត្វល្អិតមកស៊ីនោះទេតែដល់ថ្ងៃមួយប្តីប្រពន្ធរបស់គាត់ក៏ចាប់ផ្ដើមមានផ្ទៃពោះប្រពន្ធរបស់គាត់ក៏តែឃើញអ្វីដែលប្លែកនឹងផ្នែករបស់គាត់ដូចជាឃើញឮសំឡេងឮលហៀដូចជាបំពេកូនអញ្ចឹងតែគាត់មិនចាប់អារម្មណ៍ទេថាសំឡេងនេះគឺជាសំឡេងថាអ្នកភូមិចាក់ចម្រៀងអីដែលឮដល់គាត់អញ្ចឹងគាត់ក៏សម្បានលោកទៅដូចជាធម្មតាទៅតែគាត់បានប្រាប់ប្តីរបស់គាត់ទេថាគាត់ហ្នឹងបានស្ដាប់ឮសំឡេងហ្នឹងតែដល់ថ្ងៃមួយពោះគាត់ហ្នឹងចូលខ្ទង់8 ខែទៅហើយចុះដល់ថ្ងៃសម្រាលបងប្អូនអរគ្នាដឹងកាត់ឡើងនៅសាអ្វីគាត់បានឮសំឡេងមួយពេលហ្នឹងហើយគាត់បានប្រាប់ប្តីរបស់គាត់នៅពេលយប់ពេលប្តីរបស់គាត់មកទាន់ចេញពីធ្វើការដោយខ្ទង់ម៉ោង8 យប់ឬម៉ោង9 យប់ប្តីរបស់គាត់ធ្វើការរោងចក្រគឺថែមម៉ោងអញ្ចឹងប្រពន្ធរបស់គាត់ក៏បានឮសំឡេងបំពេកូនលើចុងឈើលហៀហ្នឹងសំឡេងហ្នឹងក៏ចាប់តាមឮដិតទៅតែម្ដងគាត់ក៏ចាប់ផ្ដើមប្រាប់រៀបរាប់ពីដែលការគាត់បានឮសំឡេងហ្នឹងថាឯង
đôi chi ban lư sầm lấy nhá nó bị người chỉ cho mỏng bẩn đôi lư sầm lấy bỏng bê cô là bị mấy nhân cho chơi là bỏ dưỡng chết tia chết tôm đó nghe lư số lì lì số mấy nâng cặp đó khi ban lư chỉ dụ ấy tay mà đại bạp ai đôi sa ta số mấy nâng mà tay nè phụm nâng chả lư sầm lấy thùng ba speaker ấy lư lì máu mà đại chẳng ta lấy đôi chi vì lư tơ đây là một con co chấp đam như tha bồn này vì bọn ấy tê như cũng có đả rừng pe nằm môi bồn ấy nhé chất đó ngay sầm ra con này chân chừng thay ở xa soกับ phía បានអត់ទេកុំគិតរឿងរ៉ាវច្រើនចិត្តខ្លួនពេកវាមិនល្អដល់គុកក្នុងផ្ទៃទេប្រពន្ធរបស់គាត់ក៏ស្ដាប់តាមផ្ទៃទៅតែដល់ពេលដែលគាត់សម្រាប់គាត់រួចរឿងរន្ធត់ក៏ចាប់បានកាត់ឡើងដោយសារតែពរីដែលបំពេកូនហ្នឹងណាវាដូចជាមកទីកូនពីស្ត្រីដែលកំពុងតែកូនខ្ចីអញ្ចឹងថាឲ្យកូនខ្ញុំវិញមកឲ្យកូនខ្ញុំវិញមកសំឡេងហ្នឹងគឺគាត់បានលើជារៀងរយប់តែម្ដងរៀងរយប់តែម្ដងតែថ្ងៃមួយអាពេលប្តីរបស់គាត់មិនទាន់ចេញពីធ្វើការឲ្យឃើញនៅមុខតែម្ដងចង់អល់មុខស្ត្រីមួយនឹងជាកូនខ្ចីឲ្យកូនខ្ញុំវិញមកឲ្យកូនខ្ញុំវិញមកដូចជាមានកំហឹងខ្លាំងមែនទែនដែលទាំងប្តីប្រពន្ធនឹងមិនបានធ្វើកម្មពីជាមួយព្រីនឹងសោះព្រីនឹងមកចង់អល់មុខប្រពន្ធរបស់គាត់ប្រពន្ធរបស់គាត់បានក្រោកឡើងដោយភ័យព្រួយខ្លាំងមែនទែនបានប្រាប់តែប្តីថាបងអូនបានឃើញទៀតហើយជារៀងរាល់យប់ដែលអូននៅកណ្ដាលវាស្រែហ្នឹងណាវាតែងមកលោបបំលាច់អូនតែងឲ្យលឺសំឡេងព្រីនឹងប្តីក៏មានចិត្តខឹងជាខ្លាំងអាដើមឈើធ្នង់នោះអាធំអោប3នាក់ជុំមកបងនេះព្រោះដើមឈើនោះគឺកណ្ដាលវាស្រែរបស់គាត់តែម្ដងនិយាយប្រមាថគឺដើមឈើរបស់គាត់តែម្ដងវាចាស់ឆ្នាំមែនតែគាត់មានចិត្តខឹងសម្បាខ្លាំងជាងមែនទែនគាត់ក៏ជួលគេហ្នឹងឲ្យមកអាដើមឈើនឹងឲ្យដួលតែម្ដងដោយសារតែការលោបបន្លាចរបស់ព្រីបំពេកូនហ្នឹងទៅលើប្រពន្ធរបស់គាត់ដែលជាកូនខ្ចីណាមួយបងប្អូនដឹងថាការថ្មីថ្មោងជិះមានកូនមួយដំបងគឺស្លាញ់ខ្លាំងមែនទែនមកលោបបំលាចអីចិត្តយើងជាប្តីម្នាក់តែតែមានអារម្មណ៍ថាខឹងសម្បាបងប្អូនទោះបីអេដមីនក៏ដោយកាប់ហែងយកខ្ទេចខ្ទីដូចខ្ទឹមលីងអញ្ចឹងតែអេដមីនផងកុំច្រឡំទៅកូនមួយដំបងផងពេញស្រឡាញ់ហ៎បងប្អូនគ្នាមកលោបបំលាចទីកូនទីអីអូប៉ាអេដមីនបងប្អូនគ្នាកាប់ធ្វើអូមកចក្រានដាក់ម៉ាយមិនអេដមីនបានទេកាចណាមិនលំទេពេលហ្នឹងគាត់បានប្រាប់តែម៉ែក្មេកម៉ែបការបស់គាត់ថាម៉ែកូនបានរស់នៅក្នុងខ្ទមហ្នឹងក៏បានឮសំឡេងពពុះដែលអាចកំបាំងឬភាពងងឹតចានមកបំលាចកូនម៉ែក្មេកម៉ែបកាគាត់បាននិយាយប្រាប់ថាកូនណាយើងនៅកណ្ដាលវិស័យតែឯងក្នុងខ្ទមអញ្ចឹងណាវាតែងតែលឺអីចឹងហើយកូនខ្ចីផងអីផងកូនឯងគួរតែនាំប្តីប្រពន្ធកូនមកផ្ទះវិញមកកុំឲ្យរស់នៅក្នុងខ្ទមនៅក្នុងព្រៃជ្រៅអីវាគ្មានអ្នកណារស់នៅអញ្ចឹងពួកអមនុស្សព្រីបិសាចវាតែងតែមកលងបន្លាចយើងជារៀងរយប់តែម្ដងវាធ្វើឲ្យកូនរបស់យើងវាដេកឲ្យបានស្ងប់ទេវាតែងតែយំកូនរបស់គាត់នៅកណ្ដាលវាស្រែគឺយំជារៀងរយប់តែម្ដងវាបានលឺសំឡេងនេះនោះបងប្អូននឹងស្រាប់ថាក្មេងណាអាពេលមកទៅដឹងក្តីគឺវាអាចមើលឃើញអ្វីទាំងអស់ទៅបានផ្ទៃរបស់វាមើលឃើញសូម្បីតែម្ដាយដើមក៏ដោយវាមើលឃើញវាដឹងការចិញ្ចឹមកូនមួយណាបើសិនជាយើងចិញ្ចឹមមិនបានទៅដល់ម្ដាយដើមគេនឹងយកទៅវិញឲ្យកូននោះអញ្ចឹងយើងអត់ឲ្យធ្វើប្រហែលនោះឡើយ
គាត់ក៏សម្រេចចិត្តម្នាក់ប្តីប្រពន្ធរបស់គាត់ក៏រើពីខ្ទមដែលនៅកណ្ដាលវាលស្រែរបស់គាត់ណាមកនៅក្នុងភូមិវិញទាំងក្នុងភូមិហ្នឹងជាផ្ទះរបស់គាត់ដែរតែផ្ទះរបស់គាត់ហ្នឹងវាឆ្ងាយពីស្រែខ្លាំងពេកអញ្ចឹងក៏នាំប្រពន្ធកូនរបស់គាត់ក៏នៅវាលស្រែដើម្បីធ្វើស្រែធ្វើចំការដាំដំណាំដាំដុះណាមួយដំណាំដាំដុះរបស់គាត់នៅស្រែហ្នឹងគឺវាច្រើនក៏ស្ដាយការពេលដែលគាត់បានមើលថែទៅខ្លាចមានអ្នកណាដែលក៏បេះមួយគោក៏បីទៅស៊ីដំណាំរបស់គាត់អញ្ចឹងហើយគាត់ក៏នៅមើលថែរក្សានៅកន្លែងហ្នឹងតែម្ដងទៅពេលដល់គាត់បានឮសំឡេងព្រីបំពេកូនតែតែម្លងបំលាចជាមួយប្រពន្ធរបស់គាត់អញ្ចឹងក៏គាត់នាំប្រពន្ធរបស់គាត់ណាមកនៅក្នុងភូមិវិញពេលចាប់ពីដែលគាត់នាំប្រពន្ធរបស់គាត់ចូលក្នុងភូមិវិញពពួកដែលជាអាកំបាំងឬជាព្រីបិសាចជាមួយថាព្រីបំពេកូនក៏លែងបានឮតាំងពេលនោះមកបងប្អូនអរគ្នាអញ្ចឹងហើយបងប្អូនអរគ្នាគួរតែសារដាក់ទឿនពីអេដមីនណាដូចជាបងប្អូនដែលពោះធំអីយើងគួរតែមានការប្រុងប្រយ័ត្នជាខ្លាំងដល់ពេលយើងសម្រាលកូនពេលយើងសម្រាលកូនហើយយើងកុំធ្វើប្រហែសជាមួយកូនខ្លាំងពេកកូននីមួយវាតែតែមានម្ដាយដើមរបស់គេដែលគេថែរក្សាអញ្ចឹងហើយបើយើងមើលថែរក្សាកូនរបស់គេវាមិនល្អចោះដូចគេមើលវាយកទៅវិញហើយម្ដាយដើមហ្នឹងឃើញរត់យប់ទេបងប្អូននេះយើងសង្កេតមើលទៅមូលហេតុអីបានកូនទៅយប់ពេលខ្លះសើចពេលខ្លះយំដោយសារតែម្ដាយដើមហ្នឹងគេបលេងតែពេលដែលយើងមើលកូនគេអត់ដិតដល់លោមឡាយអីផ្សេងណាគេយកកូនគេទៅវិញហ្នឹងម្ដាយដើមហ្នឹងគេថាម្ដាយដើមគេនឹងយកកូនរបស់គេហ្នឹងទៅវិញដោយសារតែយើងមើលកូនគេអត់ដិតដល់រឿងហ្នឹងគឺវាមានយូរលូកណាស់មកហើយបងប្អូននេះតាំងពីអូនតាយើងម្លេះស្បីតែសពថ្ងៃក៏មានដែរនេះតែមានដល់រងថ្ងៃអត់ឃើញតាមគ្រូបៃជានីមួយវាតែគេសែនឲ្យម្ដាយដើមម្ដាយអីអាហ្នឹងជាម្ដាយដើមរបស់គេពេលយប់ពេលអីកូនសាច់កាច់បងប្អូនកុំគិតថាសាច់ដោយសារយើងកូនត្រឹម3ខែ4ខែផ្ទៃវាមើលតែឃើញទេតែវាសាប់ដឹងម្ដាយដើមមកវាមកលេងអញ្ចឹងសារតែពីមានតែប៉ុណ្្នឹងទេបើបានកូនមកអីសូមជួយថែរក្សាឲ្យបានជិបជួនផងមើលដិតដល់កុំធ្វើប្រហែសតែពោះធំតែគ្រប់ជាក៏ដោយវីដេអូមីនគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាបើសិនជាបងប្អូនដល់គ្នាមានជាសាច់រឿងថ្មីដើម្បីឲ្យអេដមីននឹងសម្រាប់choយល់ប្រិមិត្តស្ដាប់ណាបងប្អូនដល់គ្នាអាចខមមិនក្រោម channel របស់អេដមីនបានថាអេដមីនខ្ញុំនឹងមានសាច់រឿងមួយចង់ឲ្យអេដមីនសម្រាប់តើតើតងជាមួយអេដមីនវាមិនដែរអញ្ចឹងបងប្អូនគាត់តែលាក់ link នៅក្រោម channel របស់ admin នេះ admin ទម្លាក់លេខ Telegram មកឲ្យជន់ចូលក្នុង Telegram របស់ admin តែកុំភ្លេចសូមជួយចុចសញ្ញាជាមដើម្បីផងនៅក្រោមវីដេអូរបស់ admin គឺនៅខាងស្ដាំដៃរូបវងដែលសញ្ញាខ្មៅហ្នឹងបងប្អូនគឺឲ្យចុចបក់មួយពេល admin ផុសទៅបងប្អូននឹងបានឃើញវីដេអូមុនគេតែម្ដងវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនគ្នាបាយបិទចំតិតលី